ភ្ញៀវទេកំងបាយឆាគ្រឿងសមុទ្រ10ចានសុំបញ្ញាធ្វើមិន5នាទីឲ្យបានអូខេបើឆានឹងខ្ទះឆាធម្មតា10ចាន10ខ្ទះយ៉ាងណាក៏ចាយពេលកន្លះម៉ោងដែរឥឡូវដាក់មកខ្ទះថ្នោតឆាម្ដងយកសម្រាប់10ចានតែម្ដងបាយឆាបងប្អូនមើលតែវីដេអូខ្ញុំធ្វើចេះទៅណាមិនអស់ធ្វើបាយឆាញ៉ាំស្រួលមហាសែនស្រួលគាត់ថាបើសិនយើងមិនសូវចេះឆាទេអាចនឹងអៀចអាចនឹងចប់ផ្ទះយើងចេះតែឆាមេបាយមួយចង់បាយធ្វើបាយឆាអីផ្សេងក៏បានដែរងាយមែនទេសម្រាប់បាយឆាគឺសមុទ្រវិញបន្លែបើយើងមានស្លឹកខ្ទឹមសណ្តែកគួរលីប្រហិតតិចតិចមកប្រហិតសាច់គោដាក់ឆាន់ចំណិតចង់យកទៅឆាច្បល់និយាយថាជាតិម៉ែបាយឆា10ចានធំនេះប្រើពង20គ្រាប់ពងទា10ពងមាន់10យើងគោះវាចូលគ្នាទាំងអស់បណ្ដោយមកព្រោះទៅពេលយើងដាក់ខ្ទះក្តៅទៅត្រូវការប្រញាប់ហើយមិនអាចទៅគោះពងម្ដងមួយដាក់ចូលខ្ទះបានទេយូរណាស់ទឹកប្រឡាក់សាច់ខុនអាចជួយបងប្អូនបានគ្រប់កលៈទេសៈបានធ្វើម្ហូបញ៉ាំអីកាពិសួរនេះរៀបចំតែលក់មកធ្វើញ៉ាំបានគ្រឿងបង្កើតថ្មីធានាថាឆ្ងាញ់200លានលើ10កាពិសួរនេះមិនថាតែបងប្អូនយកញ៉ាំជាមួយបាយតែរិចទេយើងយកម៉ាលីធ្វើគ្រឿងបាយឆារត់ទៅឈ្ងុយអូយអបក្លិនឈ្ងុយណាស់បងប្អូនយើងដាក់ប្រេងឆាក្តៅហើយដាក់ពងយើងបានគោះមុននឹងចូលមកហើយពេលដែលយើងទម្លាក់ពងចូលណាកូរវារហូតប្រហិតឆាទីសពបន្តិចយើងទម្លាក់មឹកចូលមឹកនឹងចេញជាតិទឹកច្រើនណាស់អញ្ចឹងបងប្អូនវ័យខ្ទះចេះមកឆាមឹកនឹងសពបន្តិចសិនទៅឲ្យវារាវស្រស់ទឹកបងប្អូនយើងដាក់បាយត្រង់ពេលនេះត្រូវប្រើភ្លើងរៀងខ្លាំងសំខាន់ខ្លាំងណាស់ត្រង់ចំណុចនេះព្រោះយើងឆាបាយគ្រឿងសមុទ្រខុសពីឆាបាយសាច់គោដោយសារតែគ្រឿងសមុទ្រមានជាតិទឹកច្រើនជាពិសេសមឹកយើងច្របល់គ្រឿងនោះឲ្យវាសព្វគ្នាល្អសិនសម្រាប់យើងដាក់កាពិសួរចូល1ស្លាបព្រាបាយបើមានខ្ទឹមបំពងស្រេចទម្លាក់ចូល2ស្លាបព្រាបាយតែបើមានខ្ទឹមបំពងទេបងប្អូនត្រូវបំពងវាមួយខ្លាញ់ដំបូងគេបងអស់ដូចហើយក៏យើងចាក់ទឹកប្រឡាក់សាច់ចូលទឹកប្រឡាក់សាច់ម្ដងនេះយើងត្រូវម្លេចជា3វេនណាបងប្អូនដោយសារតែបាយយើងច្រើនសាច់យើងក៏ច្រើនបន្លែយើងក៏ច្រើនតែកាលណាយើងសម្រុកដាក់គ្រឿងចូលទៅម្ដងទាំងអស់ក៏ធ្វើឲ្យបាយយើងជ្រាយដែរម្ដងហ្នឹងឆាបាយបានរហូតដល់10ចានធំដាក់បកាការ៉ុតហើយនឹងទឹកប្រឡាក់សាច់បរហើយមកឆាច្បល់ចូលសពគ្រឿងតែប៉ុណ្ណេះយើងដាក់សណ្តែកគួរជាមួយនឹងស្លឹកខ្ទឹមឆាតែ2 3ត្រឡប់ហើយស្រេចចង់ឆាប្រហែលខ្ទះក៏បានដែរបងប្អូនលឿនងាយស្រួលបាយរបស់យើងពណ៌ឡើងក្រហមស្អាតបើថាភ្ញៀវដើរទៅមកកាត់នឹងវិញក៏ថាឈ្ងុយបាយឆានឹងខ្លាំងចង់ឆាបាយបែបលឿនមានរសជាតិឆ្ងាញ់ពណ៌ក្រហមតែតស្អាតចេះបងប្អូនធ្វើតាមវិធីនឹងទៅមិនខកម្ដងទេហើយបាយរបស់យើងគ្រាប់សាឡូនស្អាតមែនតែនជាតិជើគឺថាចូលសពពេញនៅឯងមិនថាកាពិសួរមិនថាទឹកប្រឡាក់សាច់មិនថាគ្រឿងក្រៅផ្សេងបងប្អូនកំងឆាចូលផេកទឹកប្រឡាក់សាច់មកដល់តែ12000ទេឆាបាយបាន10ចានធំប៉ុណ្ណឹងបើថាឆាម្ហូបបាន20ចានតូចតែបើយើងយកទឹកប្រឡាក់សាច់វិញបានរហូតដល់3គីឡូបងប្អូន